ចូលទៅកាន់ Unlimited ដើម្បីលុបសារនេះលោកចៅតើអ្នកកំពុងសរសើរខ្ញុំមែនទេឬមួយក៏អ្នកកំពុងលេងសើចនឹងខ្ញុំបើអ្នកមានទំនុកចិត្តខ្ញុំនឹងសរសើរអ្នកប្រសិនបើអ្នកមានការគោរពខ្លួនឯងទៀតពួកគេនឹងចំអកឲ្យអ្នកតើអ្នកគិតយ៉ាងណាចំពោះចម្លើយនេះតើខ្ញុំគួរនិយាយអរគុណទេខ្ញុំបានឮថាចៅវាយសៃបានមកជួបខ្ញុំតាមពិតទៅអ្នកអាចគប់ដុំអុកមកខ្ញុំមិនចាំបាច់ឲ្យគាត់មកជួបតទេស្ត្រីដ៏ស្រស់បំព្រងម្នាក់នេះដើម្បីតបស្នងសង្គមវិញគាត់បានចាត់វិធានការស្វែងរកប្រទេសចិនដ៏ល្បីល្បាញរបស់ហុងកុងមេធាវីបាននិយាយថាគាត់ជំពាក់បំណុលគេថ្លៃសេវាផ្នែកច្បាប់នឹងត្រូវបង់ពេញលេញនៅពេលក្រោយវិញប៉ុន្តែវាច្បាស់ណាស់ថាលុយនោះសម្រាប់បរិសុទ្ធមានលេខគ្រាន់តែជាលេខប៉ុណ្ណោះមានអារម្មណ៍ច្រើនជាងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺមុខដ៏ស្រស់ស្អាតនៅចំពោះមុខខ្ញុំមុខដូចព្រះច័ន្ទនិងបុគ្គលិកលក្ខណៈរីករាយជន់ទោះបីជាមានកូន3នាក់រួចហើយនៅក្នុងគ្រួសារក៏ដោយលោកស្រីហ្វាងប៉ុន្តែរឿងនេះមិនអាចទៅណាបានទេបំពេញបំណងប្រាថ្នារបស់នាងចំពោះរបស់ស្អាតសូម្បីតែភាពជាម្ចាស់ក៏មិនអាចបញ្ឈប់បានដែរបញ្ឈប់ឪពុករបស់នាងពីការត្រូវបានរួមបញ្ចូលនៅក្នុងលើកការមានប្រពន្ធ4នាក់និងប្រពន្ធចុងម្នាក់នៅថ្ងៃបន្ទាប់ស៊ីជូបានធ្វើតាមការព្រមព្រៀងគ្នាថាបទចម្រៀងមួយនឹងត្រូវច្រៀងសម្រាប់ទទួលបានភាពស្រស់ស្អាតល្ខោនអូប៉េរ៉ាជីយ៉ូចុងមិនបានខ្ជះខ្ជាយការខិតខំប្រឹងប្រែងដើម្បីឈ្នះបេតុងនេះគាត់បានប្រកួតអំណោយមួយដែលមានតម្លៃពេញមួយតម្លៃរាប់លានដុល្លារទោះបីជាពាក្យរបស់ស៊ីយឺបង្កប់ន័យក៏ដោយពួកគេទាំងអស់គ្នាហាក់ដូចជាមិនខ្វល់ពីអ្វីទាំងអស់ប៉ុន្តែនៅខាងក្នុងចុងចាស់នៅតែបានធ្វើការបានសម្ដែងរបស់គាត់ចំពោះលោកឡាយចុងចុងចាស់បានមកដល់ផ្ទះរបស់លោកស្រីទី3នៅក្នុងបន្ទប់នោះខ្ញុំបានគ្រោងនឹងបង្ហាញអារម្មណ៍របស់ខ្ញុំបានសម្ដែងហើយប៉ុន្តែខ្ញុំមិននឹកស្មានថានៅកណ្ដាលការអបគ្នាយ៉ាងខ្លាំងពួកគេបានឃើញទៅដោយមិនបានរំពឹងស្នេហានៅលើផ្ទៃពិតជា3ស្ត្រីនោះមិនបានទទួលនាឡិកាចាស់ដោយមានការយល់ព្រមពីគាត់ខ្ញុំបានឆ្លើយសំណួរជំនួសគាត់ដោយបានយល់ព្រមពីសាខាសៀងហៃរឿងនៃការកាត់ចុងចាស់មានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលដឹងរឿងនេះព្រមទេព្រោះគាត់មិនដែលចូលចិត្តវាទេស្ត្រីម្នាក់បានជ្រៀតជ្រែកក្នុងកិច្ចការផ្លូវការរបស់គាត់សម្លឹងមើលឆ្មាយំដូចឆ្មាមកពីហ៊ូលៀនលោកស្រីទី3ចុងចាស់ត្រូវបានបង្ខំឲ្យបន្ទាប់មកណៃបានយល់ព្រមតាមសំណើរបស់សូមលោកជំទាវទី3បន្ទាប់ពីមានសំណើម្ដងហើយម្ដងទៀតរូបភាពនៃការតុបតែងខ្លួនជាកូនក្រមុំលោកឡាយចុងបានស្នាក់នៅជាមួយនាងពេញមួយយប់បន្ទប់នោះប៉ុន្តែលោកស្រីហ៊ួយអៀនខ្ញុំមិនដឹងអំពីការទៅសៀងហៃទេវាគ្រាន់តែមកពីពាក្យសម្ដីរបស់អ្នកអតីតដែលដំណឹងនោះគាត់ក៏ត្រឡប់ទៅផ្ទះវិញក្រោយមកនាងបានដឹងថាវាជាកូនប្រុសទី3គំនិតនោះមាននៅទីនោះប៉ុន្តែលោកតាចុងបានយល់ព្រមរួចហើយនាងគ្មានជំរឿអ្វីក្រៅពីបោះបង់ចោលឡើយភរិយាទី3មកពីនាយកដ្ឋានកិច្ចការស៊ីវិលហើយប្រាប់គាត់ពីអ្វីដែលបានកើតឡើងនាងក៏បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការធ្វើជារបស់ដើម្បីចេញដំណើរខណៈពេលដែលយើងកំពុងរៀបចំខ្លួនដើម្បីចាក់ចេញទៅសៀងហៃកាលពី2ថ្ងៃមុនលោកជំទាវទី1ពិតជាគេបានរកឃើញថាបងប្រុសទី3បានរៀបចំខ្លួនសម្រាប់ឯងរកលៀងស្បែកជើងកែងខ្ពស់គាត់បានបង្ហាញនាងភ្លាមប្រពន្ធដំបងច្រណែនមិនចង់ធ្លាក់ពីក្រោយប្អូនស្រីរបស់នាងទេនាងស្រែកអិតឈប់ឈរឲ្យរៀនរាំនាងរាំប៉ុន្តែមិនដែលពាក់ស្បែកជើងកែងខ្ពស់ទេនាងបានដើរតែពីជំហានប៉ុណ្ណោះពេលនាងពាក់ស្បែកជើងបានរមួលជើងហើយដួលទៅលើដីពួកគេក៏បានជួយមនុស្ស3នាក់ដែលកំពុងឈរនៅក្បែរនារីរងរបួសឥឡូវនេះស្ត្រីទាំងពីរកំពុងរងទុក្ខខ្ញុំបានរងរបួសស្រាលហើយត្រូវការសម្រាកនៅផ្ទះចិញ្ចឹមមានន័យថាអំដំណើរលោកចាស់ចុងទៅសាលារៀនដូច្នេះភារកិច្ចនៃសមុទ្របានធ្លាក់ទៅលើការតស៊ូដើម្បីតំណែងរបស់លោកស្រីទី2ភាព